បាទសួស្តីប្រិយមិត្តទាំងអស់គ្នាខ្ញុំបាទសូមជូនព័ត៌មានមួយដែលចេញមកពីខាងស៊ីម៉ាក់បរិសម្នាក់អាយុ42ឆ្នាំបានស្លាប់និងម្នាក់ទៀតរងរបួសដោយសារតែគ្រាប់បែកចង្កោមរបស់សៀមឈ្លានពានអង្គភាពស៊ីម៉ាក់បានបញ្ជាក់ឲ្យដឹងថាមានបរិសម្នាក់ជាជនជាតិខ្មែរបានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ធ្ងរដោយសារតែគ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានយោងទៅតាមបណ្ដាញសង្គមរបស់ឯកឧត្តមហេងរតនាអគ្គនាយកស៊ីម៉ាក់បានឲ្យដឹងថានៅថ្ងៃទី19ខែមិនិនាឆ្នាំ2026នេះមានគ្រោះថ្នាក់ដោយសារតែគ្រាប់បែកចង្កោមជាសំណល់គ្រាប់មិនទាន់ផ្ទុះរបស់សៀមឈ្លានពានឯកឧត្តមបានបញ្ជាក់ឲ្យដឹងថាគ្រោះថ្នាក់នេះគឺបណ្ដាលឲ្យបាត់បង់ជីវិតបរិសម្នាក់អាយុ42ឆ្នាំនិងបង្កជារបួសធ្ងន់ធ្ងរចំពោះបរិសម្នាក់ទៀតអាយុ47ឆ្នាំផ្អែកលើវត្ថុតាងជាអំបែងនៅនឹងកន្លែងកាត់ហេតុគ្រាប់បែកចង្កោមដែលបានផ្ទុះបង្កគ្រោះថ្នាក់នេះជាកូនគ្រាប់បែកចង្កោមប្រភេទ M46 នៃគ្រាប់ផ្លោង155មីលីម៉ែត្រ NR 269ឯកឧត្តមបានបន្តឲ្យដឹងថាករណីផ្ទុះគ្រាប់បែកចង្កោមនេះស្ថិតនៅក្នុងភូមិបឹងស្នោឃុំស្លក្រាមស្រុកស្វាយជែកខេត្តបន្ទាយមានជ័យជាមួយគ្នានេះផងដែរឯកឧត្តមអគ្គនាយកស៊ីម៉ាក់ក៏បានចូលរួមសោកស្ដាយនិងសូមឲ្យវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារផ្ទុះគ្រាប់បែកសំណល់គ្រាប់ចង្កោមនេះបានទៅកាន់ទីបរមសុខនិងអ្នករងរបួសបានជាសះស្បើយបានយ៉ាងឆាប់រហ័សបាទឯកឧត្តមក៏បានលើកឡើងថាសំណល់យុទ្ធភ័ណ្ឌសង្គ្រាមរបស់សៀមនេះបន្តគម្រាមកំហែងដល់សុខសុវត្ថិភាពផ្លូវកាយផ្លូវចិត្តសេដ្ឋកិច្ចសង្គ្រាមនិងការអភិវឌ្ឍរបស់កម្ពុជាដូចនេះបងប្អូនប្រជាពលរដ្ឋសូមមេត្តាប្រុងប្រយ័ត្ននិងជៀសវាងដាច់ខាតប៉ះពាល់នៅក្របយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះឬវត្ថុសង្ស័យព្រមទាំងសូមតាក់ទងកម្លាំងអង្គភាពស៊ីម៉ាក់និងអាជ្ញាធរមូលដ្ឋានដើម្បីទទួលបានការគ្រប់គ្រងបាទអញ្ចឹងត្រូវប្រុងប្រយ័ត្នទាំងអស់គ្នាបាទនៅតាមបណ្ដោយព្រំដែនក៏ដូចជាតំបន់មួយចំនួនដែលធ្លាប់រងការវាយប្រហារពីសំណាក់ពួកសៀមអញ្ចឹងនៅអាចបន្តសល់មាននៅយុទ្ធភ័ណ្ឌគឺគ្រាប់មិនទាន់ផ្ទុះដូចជាករណីខាងលើនឹងគឺគ្រាប់បែកចង្កោមឬក៏អាចជាមីនឬក៏អីផ្សេងអាចនឹងកើតមានឡើងដែរអញ្ចឹងទៅសូមបងប្អូនទាំងអស់គ្នាមេត្តាប្រុងប្រយ័ត្នឲ្យបានជាទីបំផុតបើសិនជាជួបគ្រាប់បែកឬអ្វីដែលជាការសង្ស័យទៅទៅនឹងសំណល់ផ្ទុះសូមតាក់ទងទៅកាន់អាជ្ញាធរមូលដ្ឋានឬក៏ស៊ីម៉ាក់ដើម្បីជួយអន្តរាគមន៍ភ្លាមជៀសវាងការមានផលប៉ះពាល់ដល់អាយុជីវិតឬក៏បញ្ហាគ្រោះថ្នាក់ផ្សេងបាទពីខ្ញុំបាទក៏មានតែប៉ុណ្ណេះផងដែរសូមអរគុណសូមជម្រាបលា